ម៉ាឡេស៊ីច្រានចោលក្តីបារម្ភថាច្រកម៉ាឡាកាអាចធ្លាក់ចូលជោគវាសនាដូចច្រកហូម៉ូសម៉ាឡេស៊ីបានច្រានចោលក្តីបារម្ភថាច្រកសមុទ្រម៉ាឡាកាអាចប្រឈមមុខទៅនឹងការធ្លាក់ចូលទៅក្នុងជោគវាសនាដូចច្រកសមុទ្រហូម៉ូសដោយសង្កត់ធ្ងន់លើស្ថានភាពខុសគ្នារវាងតំបន់នៃច្រកសមុទ្រទាំងពីរនេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកម៉ាឡេស៊ី Zai ថ្លែងកាលពីថ្ងៃអាទិត្យនៅពិព័រណ៍សេវាកម្មការពារជាតិអាស៊ីនិងសន្តិសុខជាតិអាស៊ី2026នៅមជ្ឈមណ្ឌលពាណិជ្ជកម្មនិងពិព័រណ៍អន្តរជាតិម៉ាឡេស៊ីរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Mahamat Khalid Nordin បានបញ្ជាក់យ៉ាងច្បាស់ថាអាស៊ីអាគ្នេយ៍នឹងមិនដើរតាមមាគ៌ាដូចមជ្ឈមបូព៌ានោះទេលោកបានថ្លែងយ៉ាងដូចនេះថាអ្វីដែលបានកើតឡើងនៅហូម៉ូសមិនមែនជាអ្វីដែលត្រូវបានយកតម្រាប់តាមនោះទេយើងនឹងព្យាយាមតាមដែលអាចធ្វើទៅបានដើម្បីធានាថាវាមិនកើតឡើងនៅច្រកសមុទ្រម៉ាឡាកានោះទេច្រកសមុទ្រម៉ាឡាកាគឺជាផ្លូវទឹកដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោកដែលភ្ជាប់មហាសមុទ្រឥណ្ឌានិងសមុទ្រចិនខាងត្បូងស្ថិតនៅចន្លោះម៉ាឡេស៊ីឥណ្ឌូនេស៊ីនិងសិង្ហបុរីច្រកសមុទ្រនេះមានសារៈសំខាន់ណាស់សម្រាប់ពាណិជ្ជកម្មសកលដោយដឹកជញ្ជូនថាមពលនិងទំនិញយ៉ាងច្រើនខណៈស្ថិតនៅក្រោមការគ្រប់គ្រងរួមគ្នាដើម្បីធានាបាននូវការធ្វើនាវាចរប្រកបដោយសុវត្ថិភាពនិងបើកចំហដោយឡែកច្រកសមុទ្រហូម៉ូសវិញគឺជាផ្លូវទឹកដឹកជញ្ជូនប្រេងពីតំបន់ឈូងសមុទ្រពាក់ទៅកាន់ទីផ្សារអន្តរជាតិប៉ុន្តែបច្ចុប្បន្នស្ថិតនៅក្នុងស្ថានភាពតានតឹងដោយសារជម្លោះរវាងអាមេរិកនិងអ៊ីរ៉ង់ដែលនាំឲ្យមានការរំខានការដឹកជញ្ជូនសកម្មភាពយោធានិងក្តីព្រួយបារម្ភអំពីស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលសកលលោក Khalid បានបញ្យល់ថាការប្រៀបធៀបរវាងផ្លូវទឹកទាំងពីរមើលរំលងភាពខុសគ្នាសំខាន់ៗនៅក្នុងលក្ខខណ្ឌភូមិសាស្ត្រនយោបាយជំហររបស់អ៊ីរ៉ង់នៅច្រកសមុទ្រហូម៉ូសកើតចេញពីទណ្ឌកម្មអន្តរជាតិយូរអង្វែងភាពឯកានិងភាពតានតឹងជាបន្តបន្ទាប់ជាមួយអាមេរិកដែលនេះជាកត្តាដែលមិនមាននៅអាស៊ីអាគ្នេយ៍លោកថ្លែងថាអ្វីដែលកំពុងកើតឡើងចំពោះអ៊ីរ៉ង់ឥឡូវនេះមិនមែនជាអ្វីដែលអាស៊ីអាគ្នេយ៍ជាពិសេសម៉ាឡេស៊ីឥណ្ឌូនេស៊ីនិងសិង្ហបុរីបានប្រជុំមុខអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយនោះទេដោយសារតែភាពខុសគ្នាបែបនេះវាគ្មានអ្វីដែលត្រូវព្រួយបារម្ភថាច្រកម៉ាឡាកានឹងធ្លាក់ចូលទៅក្នុងស្ថានភាពដូចទៅនឹងច្រកសមុទ្រហូម៉ូសនោះឡើយផ្ទុយទៅវិញរដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ីដដែលបានសង្កត់ធ្ងន់ថាម៉ាឡេស៊ីឥណ្ឌូនេស៊ីនិងសិង្ហបុរីបដិញ្ញាចិត្តចំពោះបទដ្ឋានអន្តរជាតិនិងកិច្ចសហប្រតិបត្តិការពិសេសក្នុងការថែរក្សាផ្លូវដឹកជញ្ជូនបើកចំហនិងមានសុវត្ថិភាពលោក Khalid និយាយយ៉ាងដូចនេះថាប្រទេសទាំង3គាំទ្រយ៉ាងមុតមាំនូវគោលការណ៍របស់អង្គការសហប្រជាជាតិរួមទាំងលំហូរពាណិជ្ជកម្មដោយសេរីនិងសេរីភាពនៃការធ្វើនាវាចរនៅក្នុងតំបន់លោកបានបន្ថែមថាស្ថិរភាពនៅច្រកសមុទ្រម៉ាឡាកាមិនមែនជារឿងថ្មីទេប៉ុន្តែជាលទ្ធផលនៃការសម្របសម្រួលយូរអង្វែងក្នុងចំណោមប្រទេសទាំង3ដែលរួមគ្នាគ្រប់គ្រងផ្លូវសមុទ្រដ៏មមាញឹកបំផុតមួយរបស់ពិភពលោកលើពីនោះអាស៊ីអាគ្នេយ៍ពឹងផ្អែកលើការទូតនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់ជាប្រពៃណីដើម្បីគ្រប់គ្រងភាពតានតឹងជាជាងការប្រជុំមុខដាក់គ្នាគូបញ្ជាក់ថាការច្រានចោលក្តីបារម្ភរបស់ Khalid ធ្វើឡើងចំពេលមានការចាប់អារម្មណ៍ផ្នែកភូមិសាស្ត្រនយោបាយកាន់តែខ្លាំងលើច្រកសមុទ្រម៉ាឡាការួមទាំងការវិវត្តថ្មីៗដូចជាការសម្រេចបាននូវភាពជាដៃគូសហប្រតិបត្តិការការពារជាតិដ៏សំខាន់រវាងអាមេរិកនិងឥណ្ឌូនេស៊ីនិងពិភាក្សាអំពីលទ្ធភាពដែលយន្តហោះយោធាអាមេរិកអាចប្រើដែនអាកាសឥណ្ឌូនេស៊ីលោក Khalid មិនបានបកស្រាយយ៉ាងណាទៅនឹងការវិវត្តទាំងនេះនោះទេ